នេះឯងគិតថាឯងអាចឈ្នះយើងហើយមែនទេហ៎ឯងគិតខុសហើយអាល្ងងជួយព្រះអង្គជួយខ្ញុំព្រះអង្គមនុស្សចរនេះវាចង់សម្លាប់ខ្ញុំហើយជួយខ្ញុំបងប្អូនអើយជួយខ្ញុំផងបានហើយមនុស្សចរឈប់ភ្លាមហេតុអីក៏ឯងមានចិត្តខុសខើយ៉ាងនេះស្ដាយណាស់ដែលយើងខំស្រឡាញ់ឯងកន្លងមកយើងមិននឹកស្មានថាឯងហ៊ានលើកដៃប្រហារមនុស្សស្លុតត្រង់យ៉ាងនេះទេឆាប់ចេញពីទីនេះភ្លាមទៅយើងមិនចង់ឃើញមុខឯងទៀតទេឆាប់ចេញទៅខ្ញុំរស់នៅទីនេះបានអាស្រ័យលើបងប្អូនទាំងអស់គ្នាតែបើបងប្អូនទាំងអស់គ្នាលែងត្រូវការខ្ញុំទៀតហើយនោះខ្ញុំនឹងចាកចេញពីទីនេះចុះពួកឯងទាំងអស់គ្នាឈប់ឆ្ងល់ទៀតទៅចាំយើងបកស្រាយឲ្យស្ដាប់ចុះតាមពិតយើងគឺជាប្អូនប្រុសបង្កើតរបស់មេធ្មប់ដែលត្រូវអាមនុស្សចរនឹងអ្នកទាំងអស់គ្នានេះសម្លាប់នឹងហើយយើងមកនេះគឺមកសងសឹកពួកឯងទាំងអស់គ្នាត្រូវតែងាប់សូមជូនរឿងមនុស្សចរវគ្គ 2បន្ទាប់ពីអាណាចក្រយាយធ្មុំត្រូវរលាយសាបសូន្យក្រោមស្នាដៃមនុស្សចរមកអ្នកភូមិរន្ទះផ្ទប់រស់នៅយ៉ាងសុខសាន្តប៉ុន្តែមានថ្ងៃមួយនោះពេលដែលមនុស្សចរចេញទៅព្រៃដើម្បីប្រមាញ់សត្វជាអាហារគេក៏បានប្រទះឃើញបរិសម្នាក់ដេកសន្លប់ស្ដោកស្ដឹងក្រោមដើមឈើមួយមិនបងអង្គយូរទេមនុស្សចរក៏យកបរិសនោះទៅផ្ទះរបស់គេដើម្បីសម្រាកព្យាបាលអូយនេះខ្ញុំនៅកន្លែងណាអូយប្រស័នណាស់ពេលនេះលោកដឹងខ្លួនហើយគឺមនុស្សចរឃើញលោកដេកសន្លប់នៅក្នុងព្រៃយើងក៏យកលោកមកទីនេះដើម្បីសម្រាប់ព្យាបាលតែលោកមិនអីទេខ្ញុំចាំបានថាមានមនុស្សមិនចំជាមនុស្សចរមិនចំជាចរដេញសម្លាប់ខ្ញុំតែពេលដែលខ្ញុំដឹងខ្លួនឡើងស្រាប់តែនៅទីនេះតែយ៉ាងណាក៏សូមអរគុណដល់អ្នកទាំងអស់គ្នាហើយរួមទាំងអ្នកនាងដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំអញ្ចឹងខ្ញុំត្រូវទៅហើយមិនហ៊ាននៅរំខានអ្នកទាំងអស់គ្នាទៀតនោះទេអូយអាយ៉ូអើយមើលតែក្មួយមិនទាន់បានធូរស្រាលដល់ឡើយទេពូគិតថាក្មួយឯងគួរតែស្នាក់នៅទីនេះបានរយៈសិនទៅហើយពេលដែលបានធូរស្រាលជាងនេះឲ្យចាំបន្តដំណើរទៅមុខទៀតណាមែនហើយពុកនិយាយត្រូវណាស់មើលទៅសភាពរបស់លោកពេលនេះខ្ញុំថាកំទាន់អាលចាក់ចេញពីទីនេះអីអរគុណណាស់នៅសន្តានចិត្តដ៏ល្អរបស់អ្នកទាំងពីរបើអញ្ចឹងខ្ញុំមិនក្រែងចិត្តទៀតទេមើលទៅអ្នកភូមិនេះគួរឲ្យស្រឡាញ់និងគោរពណាស់ខ្ញុំមកពិតជាចូលចិត្តអ្នកទាំងអស់គ្នាមិនចាំបាច់ត្រូវគួរសមទេបើអញ្ចឹងលោកឆាប់សម្រាប់ចុះពួកយើងមិនរំខានលោកទៀតទេនិយាយហើយកែវពូចក់និងអ្នកភូមិក៏នាំគ្នាដើរចេញទៅប្រសើរណាស់ផែនការទី1របស់យើងបានជោគជ័យហើយរឿងបន្ទាប់ដែលយើងត្រូវធ្វើនោះគឺត្រូវតែស្វែងរកអ្នកណាដែលជាអ្នកសម្លាប់បងស្រីរបស់យើងដរាបណាយើងមិនទាន់រកឃើញវានោះទេយើងក៏មិនបង្ហាញអំពីអត្តសញ្ញាណរបស់យើងឲ្យគេដឹងឡើយកន្លងផុតទៅអស់ជាច្រើនថ្ងៃភូមិរន្ទះផ្ទប់ក៏ចាប់ផ្ដើមមានមន្ទាគោក្របីងាប់ជារឿយហើយសាកសពសត្វទាំងអស់នោះសុទ្ធតែមានស្នាមជើងគោមនៅនឹងកញ្ចឹងកពិតជាចម្លែកណាស់ចាប់តាំងពីអ្នកកំឡោះនោះចូលមកនៅក្នុងភូមិរន្ទះផ្ទប់នេះសត្វក៏ងាប់ជាបន្តបន្ទាប់គួរឲ្យសង្ស័យណាស់បើអញ្ចឹងមិនបានទេខ្ញុំត្រូវតែយករឿងនេះប្រាប់ដល់កែវសិនម្ចាស់ស្រីពេលនេះមានសត្វគោក្របីងាប់ទៀតហើយ
ខ្ញុំគិតថារឿងនេះច្បាស់ជាពាក់ព័ន្ធនឹងបរិះនោះជាមិនខានទេណា មនុស្សចោនេះឯងនិយាយអីហ្នឹងតើឯងមានផតតាំងមកពីណាទើបឯងហ៊ានចោទគេបែបនេះឬមួយក៏ឯងចំណានគេទៅដឹងដែលអ្នកភូមិនាំគ្នាស្រឡាញ់នឹងចូលចិត្តគេបែបនេះ ម្ចាស់ស្រីខ្ញុំគ្មានគំនិតបែបនេះនោះទេប៉ុន្តែខ្ញុំពិតជាសង្ស័យលើបរិះម្នាក់នោះពិតមែនម្ចាស់ស្រីត្រូវតែជឿខ្ញុំទៅណា បានហើយមនុស្សចោឯងកុំគិតច្រើនពេកណាពេលខ្លះសត្វគោក្របីទាំងនោះត្រូវសត្វកាចសាហាវដែលជាសត្រូវរបស់វាប្រហារកថាបានដែរណាហើយបំភ្លេចរឿងនេះចុះខ្ញុំទៅរកដាំបាយដាំទឹកសិនហើយ ម្ចាស់ស្រីអើយពុទ្ធធយបរិះនោះស្ដាប់ឮមនុស្សចោនឹងកាយនិយាយគ្នាគ្រប់ម៉ាន់ចង្រៃវិយោឯងជាឧបសគ្គរារាំងផែនការរបស់យើងត្រូវទៅរកវិធីកម្ចាត់ឯងចោលឲ្យទាល់តែបានលុះស្អែកឡើងនៅចុងភូមិរន្ទះផ្ទុំហេតុអីបានជាឯងហៅយើងមកជួបនៅកន្លែងស្ងាត់តែពីរនាក់យ៉ាងនេះតើឯងមានបំណងអ្វីមែនដែរទេនឹងប្រកាសជាមានឯងឆ្លុះកញ្ចក់មើលរូបរាងរបស់ខ្លួនឯងទេថាឯងនេះវាអាក្រក់កម្រិតណាទៅកៅគេមិនស្រឡាញ់មនុស្សមិនចំជាមនុស្សសត្វមិនចំជាសត្វដូចជាឯងចឹងទេកៅគេស័ក្តិសមនឹងយើងឯនេះទៅវិញទេណានាងត្រូវតែជារបស់យើងដូច្នេះឯងឈប់ប្រាថ្នានាងទៀតទៅនិយាយហើយបរិះនោះក៏ស្ទុះទៅវាយបរិះចចកទាំងកំរោលចំណែកឯមនុស្សចចកវិញក៏វាយតបតទៅវិញតែដោយសារតែមនុស្សចចកមានកម្លាំងខ្លាំងក្លាលើសលំបរិះនោះក៏ត្រូវមនុស្សចចកវាយឡើងទ្រោមខ្លួនទៅនេះឯងគិតថាឯងអាចឈ្នះយើងហើយមែនទេឯងគិតខុសហើយអាល្ងងជួយផងជួយខ្ញុំផងមនុស្សចចកនេះវាចង់សម្លាប់ខ្ញុំហើយជួយខ្ញុំផងបងប្អូនជួយខ្ញុំផងចង្រៃយោនេះឯងនិយាយស្អីទៅបន្ទាប់ពីឮសំឡេងស្រែកហៅឲ្យគេជួយអ្នកភូមិក៏នាំគ្នាផ្អើលឈូឆរមកមើលបងប្អូនជួយខ្ញុំផងអាមនុស្សចចកនេះវាចង់សម្លាប់ខ្ញុំហើយអូយថ្មិញរបស់ខ្ញុំប្រហែលជាបាក់ខ្ទេចខ្ទីអស់ហើយលោកអើយជួយផងអូយស្លាប់ហើយលោកអើយអ្នកអាមនុស្សចកហើយមិនបានជាឯងនេះចង់សម្លាប់អ្នកកំឡោះនេះអញ្ចឹងហាគេធ្វើស្អីឯងទៅឯងនេះសាហាវខូខើខ្លាំងណាស់ចង្រៃឯងជាអ្នកហក់មកវាយយើងមុនទេហេតុអីបានជាឯងថោកទាបយ៉ាងនេះយើងនឹងបដៅឯងឲ្យស្គាល់ក្តារដំក្តារ20ម្ដងអត់ទេកុំអីខ្ញុំខ្លាចហើយបានហើយមនុស្សចចឆាប់ភ្លាមហេតុអីក៏ឯងមានចិត្តខុសខើយ៉ាងនេះស្ដាយណាស់ដែលយើងខំស្រឡាញ់ឯងកន្លងមកយើងមិននឹកស្មានថាឯងហ៊ានលើកដៃប្រហារមនុស្សស្លុតត្រង់យ៉ាងនេះទេឆាប់ចេញពីទីនេះភ្លាមទៅយើងមិនចង់ឃើញមុខឯងទៀតទេឆាប់ចេញទៅមែនហើយឆាប់ចេញពីភូមិរន្ទះផ្ទប់នេះទៅភូមិនេះមិនស្វាគមន៍មនុស្សចិត្តព្រៃផ្សាយដូចជាឯងនេះទេណាឆាប់ចេញទៅឯងនេះធ្វើឲ្យយើងក៏អស់សង្ឃឹមណាស់យើងខំទុកចិត្តឯងខំស្រឡាញ់ឯងដូចជាកូនបង្កើតរបស់យើងអញ្ចឹងហើយតែឯងបែរជាមានចិត្តចដែងឈ្នានីសនេះរហូតដល់ចង់កាប់សម្លាប់មនុស្សស្លូតត្រង់ដូចជាអាទិត្យនេះទៅវិញនេះឯងយកឆាប់ចេញពីផ្ទះយើងទៅយើងក៏មិនចង់ឃើញមុខរបស់ឯងទៀតដែរមើលដល់ឆាប់ចេញទៅទៀតអត់ប្រកដល់ដល់ឆាប់ចេញទៅមើលទៅបងប្អូនទាំងអស់គ្នាកំពុងតែជឿជាក់លើបរិះនោះហើយទោះបីជាខ្ញុំព្យាយាមបញ្យល់គេយ៉ាងណាក៏ពួកគេមិនជឿដល់ខ្ញុំដែរខ្ញុំរស់នៅទីនេះបានអាស្រ័យលើបងប្អូនទាំងអស់គ្នាតែបើបងប្អូនទាំងអស់គ្នាលែងត្រូវការខ្ញុំទៀតហើយនោះខ្ញុំនឹងចាកចេញពីទីនេះចុះមនុស្សចចក៏ចាកចេញពីភូមិរន្ទះផ្ទប់ទាំងភាពសោកសៅព្រោះគេមិនទាន់បានលាងជម្រះភាពស្អាតស្អំរបស់គេនៅឡើយទេពិតជាមិនគួរឲ្យជឿមែន
ថាផែនការរបស់យើងជោគជ័យដល់រលូនយ៉ាងនេះ ដូច្នេះយប់នេះយើងនឹងចាប់ផ្ដើមផែនការបន្តទៀតហើយ យប់ស្ងាត់នៅកណ្ដាលភូមិរន្ទះផ្ទុំយើងបានព្យាយាមសួរអ្នកភូមិជាច្រើនអ្នកទៅហើយពីរឿងអាណាចក្រមេធ្មុំប៉ុន្តែពុំទាន់មាននរណាម្នាក់ប្រាប់យើងនៅឡើយនោះទេយប់នេះយើងត្រូវតែរកចម្លើយឲ្យបានណែលបងសួយតើលបងធ្លាប់ដឹងអំពីរឿងរ៉ាវអាណាចក្រមេធ្មុំដែរទេនឹងរឿងនេះប្រកាសជាដឹងហើយថែមទាំងដឹងច្បាស់លាស់ទៀតផងអញ្ចឹងលបងអាចនិយាយប្រាប់ពីដំណើររឿងដើមតងអាណាចក្រធ្មុំនោះឲ្យខ្ញុំដឹងផងបានទេអើយទោះជាវាយយើងឲ្យដល់ស្លាប់ហ្នឹងគឺយើងមិនព្រមប្រាប់ឯងដែរថាមេធ្មុំហើយនឹងប៉ះពួររបស់វាហ្នឹងគឺត្រូវមនុស្សចចជាអ្នកសម្លាប់អាយ៉ាបថយច្រឡំធ្លុយមាត់ប្រាប់គេបាត់ហើយវ៉ៃនេះឯងនិយាយថាម៉េចមនុស្សចចគឺជាអ្នកសម្លាប់បងស្រីរបស់យើងអញ្ចឹងហ៎អាចង្រៃយើងត្រូវតែសម្លាប់ឯងអីនេះឯងនិយាយស្អីហ្នឹងអ្នកណាជាបងស្រីរបស់ឯងឬមួយក៏ឯងជាឯងត្រូវហើយយើងគឺជាបិសាចហើយមេធ្មុំដែលឯងនិយាយនោះគឺជាបងស្រីរបស់អញមួយនិយាយចប់ហើយបរោះនោះក៏បញ្ចេញរូបរាងដើមរបស់វាមកជាបិសាចដ៏គួរឲ្យខ្លាចបិសាចហើយម៉ែអើយជួយកូនផងម៉ែអើយជួយផងបិសាចនេះវាចង់សម្លាប់កូនហើយបងប្អូនអើយជួយខ្ញុំផងសម្រែករបស់នាយសុយធ្វើឲ្យអ្នកភូមិរន្ទះផ្ទប់ផ្អើលឈូឆរចេញមកមើលប្រងព្រានហើយអាសុយហើយឯងកាត់ឈួតស្អីឯងបានជាស្រែកលើកដូចរឿងជប៉ុនចឹងហាគុណព្រះជួយបិសាចអើយបិសាចអាសុយហើយឯងនាំបិសាចនេះចូលមកក្នុងភូមិយើងធ្វើស្អីទៅឯងចង់ងាប់ហើយមែនទេហ្នឹងអាយ៉ាលោកពូឲ្យខ្ញុំមិនឈួតដល់ថ្នាក់នាំបិសាចចូលក្នុងភូមិទេពូចុះអើយអាបិសាចនេះគឺជាបរិះម្នាក់ដែលបងប្អូនស្រឡាញ់ទាំងអស់គ្នាបាត់មុខមិនបាននោះអីវាគឺជាបិសាចណាពូចុះថាម៉េចគេគឺជាបិសាចហើយចាំមនុស្សចចវិញនោះខ្ញុំវងវិញមកវត្តហើយពួកឯងទាំងអស់គ្នាឈប់ឆ្ងល់ទៀតទៅចាំយើងបកស្រាយឲ្យស្ដាប់ចុះតាមពិតយើងគឺជាប្អូនប្រុសបង្កើតរបស់មេធ្មុំដែលត្រូវអាមនុស្សចចនឹងអ្នកទាំងអស់គ្នានេះសម្លាប់នឹងហើយយើងមកនេះគឺមកសងសឹកពួកឯងទាំងអស់គ្នាត្រូវតែងាប់គ្រប់យ៉ាងគឺជាផែនការរបស់ឯងធ្វើឲ្យពួកយើងយកច្រឡំនឹងមនុស្សចចគិតថាមនុស្សចចជាមនុស្សអាក្រក់ឯងនេះសាហាវណាស់សាហាវជាងសត្វដេរឆានទៅទៀតទំរំតើណៃដឹងនោះអ្វីគឺវាហួសពេលអស់ទៅហើយយល់ថាអូនឯងជាមនុស្សសំខាន់សម្រាប់បងបើអូនឯងព្រមទៅជាមួយនឹងបងនោះបងនឹងទុកជីវិតឲ្យអ្នកភូមិនេះតែបើសិនជាអូនឯងបដិសេធកុំថាឡើយបងខ្វះការគួរសមឲ្យសោះណាឆាប់សម្រេចចិត្តទៅថាអូនទៅឬមួយក៏មិនទៅខ្ញុំប្រមានយើងនៅទីនេះហើយឯងកុំគិតថាអាចធ្វើបាបអ្នកភូមិរន្ទះផ្ទប់របស់យើងបានឲ្យសោះណាមនុស្សចចម្ចាស់ស្រីមិនចាំបាច់ខ្លាចទេមិនថាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយចុះម្ចាស់ស្រីមួយថ្ងៃគឺជាម្ចាស់ខ្ញុំមួយជីវិតបើមានអ្នកណាហ៊ានប៉ះពាល់ម្ចាស់ស្រីនោះខ្ញុំនឹងបដូរជីវិតនឹងគេហើយផ្អែមល្ហែមណាស់គឺឯងមែនទេដែលជាអ្នកសម្លាប់បងស្រីធ្មុំរបស់យើងនោះមែនហើយគឺយើងតាមពិតឯងជាប្អូនប្រុសរបស់មេធ្មុំនោះសោះអញ្ចឹងឯតាបានជាឯងចេះតែមានគំនិតអាក្រក់លើយើងម្ដងហើយម្ដងទៀតនោះមិនចាំបាច់និយាយច្រើននោះទេយើងគ្មានពេលស្ដាប់ឯងស្រែកកោកទៀតទេជំពាក់ជីវិតត្រូវសងជីវិត
ឯងសម្លាប់បងស្រីរបស់អញត្រូវតែជោគជីវិតរបស់ឯងវិញនិយាយហើយបិសាចនោះក៏ហក់ទៅធាក់មនុស្សចចកមួយទំហឹងធ្វើឲ្យមនុស្សចចកខ្ទាតទៅម្ខាងទៅយ៉ាងម៉េចហើយហ៎មិនក៏មិនខ្លាំងទៀតតើអាឡិនថ្ងៃនេះជាថ្ងៃសាររបស់ឯងហើយអញនឹងឲ្យឯងសងនៅអ្វីគ្រប់យ៉ាងដែលឯងធ្វើដាក់បងស្រីរបស់អញងាប់ទៅបិសាចរៀបនឹងប្រហារមនុស្សចចកទៅហើយស្រាប់តាកែវក៏ដោះស្នៀតសក់ចេញពីក្បាលរបស់នាងហើយចោលសម្ដៅទៅបិសាចនោះធ្លាយពោះទៅអើយអូយឈឺណាស់ចុកណាស់បងស្រីប្អូនទៅរកបងហើយដោយសារតែអំណាចស្នៀតសក់នេះធ្វើឲ្យបិសាចនោះរលាយខ្សលមួយរំពេញមនុស្សចចនេះឯងចាំមិនហើយខ្ញុំមិនអីទេម្ចាស់ស្រីសុំតើផងណាមនុស្សចចដែលខ្ញុំមិនជឿជាក់លើឯងហើយបណ្ដេញឯងចេញពីភូមិទៀនតាមពិតទៅពួកក៏ដូចគ្នាដែលមិនជឿថាកូនធម៌របស់ខ្លួនឯងជាមនុស្សល្អអភ័យទោសឲ្យពុកផងណាមែនហើយពួកយើងមិនគួរណាជឿអបិសាចចង្រៃនោះរហូតដល់បណ្ដេញឯងចេញពីភូមិចឹងទេយើងទាំងអស់គ្នាសោកស្ដាយខ្លាំងណាស់វាមិនមែនជាកំហុសរបស់អ្នកទាំងអស់គ្នាទេគ្រប់យ៉ាងគឺអបិសាចនោះវាជាជនបង្កហើយខ្ញុំក៏មិនដែលខឹងឬចងគំនុំគុំគួននឹងបងប្អូនឡើយអ្នកភូមិរន្ទះទប់នេះគឺជាភូមិកំណើតទី2របស់ខ្ញុំដែរអ្នកដែលរស់នៅក្នុងភូមិនេះក៏ជាបងប្អូនរបស់ខ្ញុំម្ចាស់ស្រីខ្ញុំនឹងនៅក្បែរម្ចាស់ស្រីហើយការពារម្ចាស់ស្រីលុះដល់គ្រាអវសាននៃជីវិតខ្ញុំណាម្ចាស់ស្រីបន្ទាប់ពីបិសាចរលាយខ្សលទៅអ្នកភូមិរន្ទះផ្ទុំក៏រស់នៅយ៉ាងសុខសាន្តលែងមានព្រាយបិសាចណាមកយាយីទៀតឡើយ